លោកប៉ាកូនជាកូនស្រីរបស់លោកប៉ាណានាងក្មេងអាណិតថាពីណាមកហ៊ានមកបំពេញពិធីការខ្ញុំនរណានៅទីនោះនាំក្មេងទាំងពីរនាក់នេះចេញទៅបាត់អ្នកនាងខ្ញុំមិនបានស្ដាប់ច្រឡំទេមែនទេក្នុងពិធីមង្គលការរបស់លោកម្ចាស់ស្រាប់តែមានកូនពីរនាក់លេចមុខមកបើរឿងនេះជាការពិតតាមមុខមាត់របស់នាយករដ្ឋមន្ត្រីត្រូវទុកនៅណាកូនឈ្មោះអីហើយលោកប៉ាតកូនឈ្មោះស៊ូណូណូនេះជាប្អូនប្រុសភ្លោះរបស់កូនឈ្មោះស៊ូស៊ីងស៊ីងម៉ាក់របស់ពួកយើងឈ្មោះស៊ូឈីងហ៊ឺស៊ូឈីងហ៊ឺនាងក្មេងចង្រៃហ៊ានមកនិយាយផ្ដេសផ្ដាសនៅទីនេះផងខ្ញុំនឹងទះមាត់នាងឥឡូវនេះម៉ាក់ណូណូរកឃើញលោកប៉ាហើយនេះជាថ្ងៃខែឆ្នាំកំណើតរបស់កូននិងប្អូនលិខិតបញ្ជាក់កំណើតនេះសរសេរថាឈូជឹងរ៉ានលោកប៉ាម៉ាក់ស្លាប់ហើយមុនពេលស្លាប់គាត់ថាលោកប៉ាជាប៉ាបង្កើតរបស់ពួកយើងនឹងផ្ដល់បាយឲ្យពួកយើងញ៉ាំលោកប៉ានឹងរៀបការជាមួយម៉ាក់ថ្មីមែនទេតើលោកប៉ាអាចចិញ្ចឹមកូននិងប្អូនមុនបានទេពួកយើងញ៉ាំតិចណាស់មួយថ្ងៃញ៉ាំតែមួយពេលក៏ឆ្អែតដែរប៉ាព្រះរាជាបង្ខំឲ្យខ្ញុំរៀបការមិនមែនដោយសារតែខ្លាចវិមានសៀនវ៉ាងគ្មានអ្នកបន្តវេនទេឥឡូវនេះកូនបង្កើតរបស់ខ្ញុំមកដល់ហើយតើចាំបាច់រៀបការធ្វើអីទៀតលោកម្ចាស់កុំជឿពាក្យសម្ដីរបស់ក្មេងទាំងពីរនាក់នេះអីពួកគេមកបោកប្រាស់លោកទេស៊ូឈីងហ៊ឺស្លាប់យូរហើយតើអាចបង្កើតកូនឲ្យលោកបានយ៉ាងម៉េចកូនបង្កើតរបស់ខ្ញុំបានរកឃើញខ្ញុំហើយអាពីពីនេះខ្ញុំមិនរៀបការទេលោកប៉ាមិនរៀបការជាមួយម៉ាក់ថ្មីទេមែនទេចុះលោកប៉ាព្រមចិញ្ចឹមកូននិងប្អូនទេយល់ព្រមចិញ្ចឹមសិនចុះព្រះរាជាមានរឿងរីករាយណាស់និយាយមកមេក្រឡុងឬដីស្រុកលោកម្ចាស់សៀនវ៉ាងមានអ្នកបន្តវេនហើយគឺកូនភ្លោះប្រុសស្រីអាយុ5ឆ្នាំហើយថ្ងៃនេះពួកគេបានទៅរកលោកប៉ានៅពិធីមង្គលការផ្ទាល់តែម្ដងរៀបចំឡានទៅវិមានសៀនវ៉ាងព្រះរាជាព្រះអង្គមិនទាន់សោយក្រយាសម្រន់ពេលល្ងាចទេណាញ៉ាំអីទៅចែករបស់ខ្ញុំសំខាន់ជាងបាយទៅទៀតព្រះរាជាព្រះអង្គមិនទាន់ផ្លាស់ព្រះរាជវាំងទេណាផ្លាស់អីទៅចែករបស់ខ្ញុំកំពុងរងចាំខ្ញុំហើយព្រះរាជាខាងក្រៅកំពុងធ្លាក់ទឹកកកណាទោះបីជាធ្លាក់កំបិតក៏ខ្ញុំត្រូវតែទៅដែរហើយព្រះរាជាចាស់អង្គនេះពិតជាយកចិត្តទុកដាក់ខ្លាំងណាស់លោកប៉ាហេតុអ្វីបានជាលោកប៉ាឈររហូតអញ្ចឹងលោកប៉ាមិនអង្គុយទេអីខ្ញុំមិនហត់ទេប៉ុន្តែលោកប៉ាឈរត្រង់ភ្លឹងដូចជាបង្គោលឈើនៅច្រកចូលភូមិរបស់ពួកយើងអញ្ចឹងពួកកូនបានញ៉ាំបាយហើយនៅនរណានៅទីនោះរៀបចំអាហារលោកម្ចាស់តើត្រូវរៀបចំអ្វីខ្លះអ្វីដែលញ៉ាំបានគឺយកមកទាំងអស់មកលោកតាខ្ញុំចង់ញ៉ាំស្ករគ្រាប់ផ្លែឈើដល់ឈើបាទលោកតានឹងទៅទិញឲ្យកូនភ្លាមមេកាធំប្រយ័ត្នសម្ដីសម្ដៅផងលោកប៉ាពួកយើងញ៉ាំច្រើនពេកមែនទេកូនថាមួយថ្ងៃពួកកូនញ៉ាំតែមួយពេលមែនទេចាសោះថ្ងៃនេះបានញ៉ាំឆ្អែតហើយថ្ងៃស្អែកមិនបាច់ញ៉ាំក៏បានដែរថ្ងៃស្អែកក៏ត្រូវតែញ៉ាំដែរមែនហេពិតមែនហើយចុះថ្ងៃខាងស្អែកក៏ត្រូវតែញ៉ាំដែរចុះថ្ងៃបន្ទាប់ទៀតរាល់ថ្ងៃត្រូវតែញ៉ាំទាំងអស់ស៊ីងយ៉តលោកប៉ាថានៅថ្ងៃក្រោយនឹងឲ្យពួកយើងញ៉ាំរាល់ថ្ងៃតែម្ដងលីនហ្វងទៅស៊ើបការរឿងស៊ូឈីងហ៊ឺឲ្យច្បាស់លាស់មកបាទខ្ញុំទទួលបញ្ជាស៊ូឈីងហ៊ឺនាងលាក់បាំងរឿងខ្ញុំច្រើនប៉ុណ្ណាទៅមែនហើយខោអាវនេះស្អាតណាស់រូបប៉នៅលើនឹងជារូបនាគមែនទេមែនហើយជារូបនាគចៅចូលចិត្តទេលោកតានឹងឲ្យគេធ្វើមួយសម្រាប់ចៅដែរព្រះវរបតាហេតុអ្វីបានជាព្រះអង្គយាងមកទីនេះខ្ញុំមកមើលចៃរបស់ខ្ញុំតើវាតាក់ទងអ្វីនឹងឯងនេះជាវិមានរបស់កូនណានេះជាទឹកដីរបស់ខ្ញុំវិមានរបស់ឯងក៏ជារបស់ខ្ញុំដែរ
មិនអីទេព្រះអង្គជាធំព្រះអង្គមានបន្ទូលអីក៏ត្រូវដែរនៅមានម្នាក់ទៀតមែនទេមកឲ្យលោកតាមើលបន្តិចមើលលោកតាស៊ីងស៊ីងខ្លាចមនុស្សប្លែកមុខណាស់លោកតាកុំធ្វើឲ្យគេភ័យអី ស៊ីងស៊ីងកុំខ្លាចអីលោកតាមានរបស់ឆ្ងាញ់យកមកឲ្យចែកច្រើនណាស់ឯងមើលក្មេងគួរឲ្យស្រឡាញ់យ៉ាងនេះឯងបែរជាទុកឲ្យពួកគេរស់នៅក្រៅអស់5ឆ្នាំតើឯងធ្វើជាឪពុកគេយ៉ាងម៉េចទៅកូនក៏ទៅតែដឹងរឿងនេះកាលពីម្សិលមិញដែរមកពីឯងល្ងងណូប្រាប់ជីតាធីរិចមើលច្រើនឆ្នាំមកនេះពួកឯងរស់នៅណានរណាមើលថែរស់នៅក្នុងផ្ទះបាក់បែកក្នុងភូមិគឺលោកយាយឈុនថៅជាអ្នកមើលថែពួកយើងតែឥឡូវគាត់ឈឺធ្ងន់គ្មានអីហូបច្រើនថ្ងៃហើយកុំយំអីជីតានឹងឲ្យគេទៅទទួលគាត់ឲ្យគាត់មកព្យាបាលរបួសក្នុងវាំងចុះពិតមែនហាសសម្ដីជីតាធីរិចនិយាយឲ្យមិនកែប្រែទេជីតាធីរិចល្អបំផុតក្មេងល្អតែងតាំងស៊ូណូជាម្ចាស់កត្រីស្រុកអានហឺស៊ូស៊ីងស៊ីងជាម្ចាស់តូចក្រុងអានក្រាបទូលព្រះអង្គរឿងនេះខុសនឹងច្បាប់វាំងហើយពួកគេជាចៅបង្កើតរបស់យើងចង់តែងតាំងយ៉ាងម៉េចក៏បានបើឯងហ៊ាននិយាយច្រើនទៀតយើងនឹងដកតំណែងឯងព្រះនាងមិនល្អទេព្រះរាជាតែងតាំងក្មេងទាំងពីរនោះហើយស៊ូឈីងហឺមិនទាន់ស្លាប់ទេថែមទាំងបង្កើតបានកូន2នាក់ទៀតទៅស៊ើបមើលថាឆ្នាំនោះនាងដឹងរឿងអ្វីខ្លះក្មេងទាំង2នាក់នោះមិនអាចទុកបានទេមិនដឹងថាជាកូនបង្កើតរបស់លោកម្ចាស់ពិតមែនអត់ទេ5ឆ្នាំមុនលោកម្ចាស់នៅព្រំដែនតើមានកូនបានយ៉ាងម៉េចប្រហែលជាចង់មកបោកប្រាស់យកទ្រព្យសម្បត្តិទេដឹងអ្នកនាងចៅលោកម្ចាស់មិននៅក្នុងវាំងទេសូមត្រឡប់ទៅវិញទៅឈូជីងរ៉ានមិននៅហេខ្ញុំចង់ជួបក្មេងទាំង2នាក់នោះដើម្បីមើលថាពួកគេខ្លាំងប៉ុណ្ណាឯងជាកូនក្រមុំដែលត្រូវគេបញ្ជូនទៅរៀបការមែនទេមករកឪពុកខ្ញុំមែនទេគាត់មិននៅទេគាត់ចូលវាំងហើយខ្ញុំមិនមែនមករកឪពុកឯងទេគឺមករកឯងនឹងហើយរកខ្ញុំធ្វើអីទៅកុំគិតថាចូលវាំងហើយអាចរស់នៅទីនេះបានសុខស្រួលឲ្យសោះឯងមិនស័ក្តិសមនឹងឋានៈនេះទេប្រញាប់ចាក់ចេញទៅបើមិនដូច្នោះទេយ៉ាងម៉េចព្រះរាជាខ្ញុំមិនមានបំណងបែបនេះទេយើងបានឮច្បាស់ណាស់អញហ៊ានមើលងាយចៃរបស់យើងផងខ្ញុំខុសហើយខ្ញុំពិតជាវង្វេងមួយពេលមែនវង្វេងមួយពេលហេយើងឃើញអញដឹងខ្លួនច្បាស់ណាស់នរណានៅទីនោះបញ្ជូនរាជសារចៅយ៉ានរ៉ានហ៊ានប្រមាថសមាជិករាជវង្សឲ្យនាងនៅក្នុងវាំងរបស់នាងហាមចេញក្រៅណូកុំខ្លាចអីជីតានឹងជួយឯងជីតាធីរិចខ្ញុំមិនខ្លាចទេខ្ញុំដឹងថាជីតានឹងមកទៅនៅអ្នកនាងចៅទៅរកក្មេងទាំងពីរនោះត្រូវព្រះរាជាដាក់ទោសហើយម្ចាស់ស្ត្រីអានហឺជាមនុស្សសំខាន់របស់ព្រះរាជាមិនអាចប៉ះពាល់បានទេអ្នកណាហ៊ាននិយាយរឿងម្ចាស់តូចទាំងពីរទៀតត្រូវដេញចេញមានរឿងអីលោកពុកថ្ងៃនេះលោកពុកជួយខ្ញុំហើយពុកមិនមែនជួយកូនទេគឺមិនអនុញ្ញាតឲ្យអ្នកណាមកមើលងាយឡើយអរគុណលោកពុកស្គាល់ម៉ាក់ខ្ញុំមែនទេស្គាល់ចុះលោកពុកស្គាល់គាត់យ៉ាងម៉េចទៅម៉ាក់របស់កូនជាមនុស្សល្អម្នាក់លោកពុកក៏គិតថាគាត់ជាមនុស្សល្អដែរមែនទេម៉ាក់ធ្លាប់ប្រាប់ថាលោកពុកក៏ជាមនុស្សល្អម្នាក់ដែរម៉ាក់កុំបារម្ភអីកូននឹងស្វែងរកអ្នកដែលធ្វើបាបលោកពូលីននឹងម៉ាក់ឲ្យឃើញកូននឹងស៊ីងស៊ីងនឹងរកយុទ្ធធរជូនម៉ាក់ឲ្យបានព្រះនាងឆ្នាំនោះស៊ូឈីងហឺពិតជាមានផ្ទៃពោះមែនហើយបង្កើតបានកូនភ្លោះប្រុសស្រីមួយគូនេះឈុនថៅបានមើលថែពួកគេរហូតមកតែយ៉ាងម៉េចមុនពេលស៊ូឈីងហឺចាក់ចេញនាងបានទុករបស់ម្យ៉ាងឲ្យក្មេងទាំងពីរចំពោះជារបស់អ្វីនោះខ្ញុំមិនទាន់ដឹងច្បាស់ទេយើងត្រូវតែទៅជួបក្មេងទាំងពីរនោះដោយផ្ទាល់ហើយនេះជាម្ចាស់កត្រីអានហឺមែនទេពិតជាគួរឲ្យស្រឡាញ់ណាស់អ្នកណាគេនឹងខ្ញុំជាព្រះនាងតេហ្វីជាបងស្រីថ្លៃរបស់ឪពុកឯងបងស្រីថ្លៃចុះអ្នកជាមនុស្សល្អមែនទេពិតណាស់មើលចុះខ្ញុំនាំកាដូមកឲ្យអញទៀតផងស្អាតខ្លាំងណាស់សាក់ផ្លក់មើលទៅនេះជានំនៅក្នុងវាំងធ្វើឡើងជានំដែលជីតាអធិរាជចូលចិត្តបំផុតព្រះនាងតេហ្វីនំនេះខ្ញុំអាចយកទៅចែកប្អូនប្រុសញ៉ាំបានទេពិតជាបានតែបើទុកឲ្យត្រជាក់វានឹងលែងឆ្ងាញ់ហើយញ៉ាំឥឡូវទៅមិនបានទេម៉ាក់ខ្ញុំធ្លាប់ប្រាប់ថាមិនឲ្យញ៉ាំរបស់ប្លែកមុខទេទឹកចិត្តរបស់ព្រះនាងយើងសូមទទួលទុកហើយទុកនំនេះចុះយើងនឹងឲ្យគេពិនិត្យសិនសឹមឲ្យក្មេងញ៉ាំតាមក្រោយគឺមកពីយើងគិតមិនបានដិតដល់បើអញ្ចឹងយើងសូមលាទៅវិញសិនហើយហេតុអ្វីកូនមិនញ៉ាំកូននៅគាត់និយាយជាមួយអ្នកផ្សេងគាត់បានដាក់របស់មិនល្អក្នុងនំនេះយកនំទាំងនេះទៅពិនិត្យមើលភ្លាមបាទ
លោកម្ចាស់នំនេះពិតជាមានបញ្ហាមែនវាជាថ្នាំពុលបំផ្លាញប្រព័ន្ធប្រសាទបើញ៉ាំយូរទៅនឹងធ្វើឲ្យខូចខួរក្បាលចៅវ៉ាន់រ៉ានអញហ៊ានប៉ះពាល់កូនរបស់យើងផងព្រះរាជាខ្ញុំខុសហើយខ្ញុំមិនដឹងថានេះមានបញ្ហាទេគឺមានគេចង់ធ្វើបាបខ្ញុំធ្វើបាបអញហេនំនេះអញជាអ្នករៀបចំសញ្ញាក៏ជារបស់អញនរណាធ្វើបាបអញទៅលោកម្ចាស់តើយើងគួរដោះស្រាយយ៉ាងណាទៅស៊ើបពីចៅវ៉ាន់រ៉ានឲ្យច្បាស់ថាតើឆ្នាំនោះនាងបានធ្វើរឿងអ្វីខ្លះចៅវ៉ាន់រ៉ានអញហ៊ានធ្វើបាបកូនយើងកុំសង្ឃឹមថាយើងលើកលែងឲ្យសោះឈូជីងរ៉ានអញមកនេះភ្លាមព្រះបតាមានរឿងអីមែនទេអញមើលចុះអាវរបស់ចៅយើងមានប្រឡាក់ដេកអស់ហើយអញធ្វើជាឪពុកគេយ៉ាងម៉េចហ្នឹងកូននឹងឲ្យគេបដូរអាវថ្មីភ្លាមបដូរអាវថ្មីជាការស្រេចហេនេះជាបញ្ហាអាកប្បកិរិយារបស់ឯងសំបីតែសម្លៀកបំពាក់ក៏មើលមិនដិតដល់ផងតើអញអាចធ្វើការធំបានយ៉ាងម៉េចចាប់ពីថ្ងៃស្អែកទៅអញត្រូវមើលថែកូនដោយផ្ទាល់ហាមឲ្យអ្នកបម្រើជួយឡើយចាប់ពីថ្ងៃស្អែកទៅអញត្រូវមើលថែកូនដោយផ្ទាល់មិនអនុញ្ញាតឲ្យអ្នកបម្រើជួយឡើយចាំមើលថាអញអាចធ្វើជាឪពុកគេបានល្អទេកូនបង្គាប់តាមព្រះរាជហឫទ័យលោកប៉ាអាវនេះពាក់បញ្ច្រាស់ហើយលោកប៉ាកាលពីមុនលោកប៉ាមិនដែលពាក់អាវខ្លួនឯងទេមែនទេធ្លាប់ពាក់តើចុះហេតុអ្វីបានជាសំបីតែលេវអាវក៏លោកប៉ាលេវមិនត្រូវផងលោកប៉ាឈីណាស់សុំទោសផងកូនលោកប៉ាថ្ងៃក្រោយទុកឲ្យមីងឈុនថៅជួយសិតសក់ឲ្យកូនវិញទៅល្អហើយលោកប៉ាស្លាប់ពីណៃណាលោកប៉ាបនេះក្តៅខ្លាំងណាស់ព្រះអង្គម្ចាស់ឲ្យទូបង្គំជួយចុះមិនបាច់ទេសេតនភាពប៉ុណ្ណេះល្មមហើយលោកប៉ាពូកែណាស់ព្រះអង្គម្ចាស់ការមើលថែក្មេងអាចឲ្យអ្នកបម្រើជួយបានតើមិនបានទេពួកគេជាកូនរបស់ខ្ញុំបានជំពាក់ពួកគេ5ឆ្នាំមកហើយមិនអាចឲ្យជំពាក់បន្តទៀតទេបងស្រីលោកប៉ាចូលចិត្តពួកយើងមែនទេចូលចិត្តតើគ្រាន់តែគាត់មិនព្រមទទួលស្គាល់ម៉ាក់ធ្លាប់និយាយថានេះហៅថាមាត់រឹងចិត្តទុនអ្វីទៅជាមាត់រឹងចិត្តទុនមាត់និយាយថាមិនចូលចិត្តតែក្នុងចិត្តស្រឡាញ់ស្ទើរឈួតអូអញ្ចឹងលោកប៉ាជាមនុស្សមាត់រឹងចិត្តទុនមែនទេត្រូវហើយលោកប៉ាមកតាំងពីពេលណាមកបានមួយសន្ទុះហើយចុះលោកប៉ាបានអ្វីដែលកូននិយាយទេយីហើយចុះកូននិយាយត្រូវទេថ្ងៃស្អែកមិនបាច់ញ៉ាំសិនចុះទេលោកប៉ាត្រចៀកក្រហមហើយចៅស្រីរបស់ខ្ញុំនិយាយត្រូវហើយអាម្នាក់នោះពិតជាមាត់រឹងចិត្តទុនមែនព្រះរាជាព្រះអង្គមានបន្ទូលបែបនេះចំពោះព្រះអង្គម្ចាស់ហាក់ដូចជាមិនសូវសមទេឪពុកនិយាយពីកូនប្រុសខ្លួនឯងមានអ្វីមិនសមនោះនិយាយមិនខុសទេអាម្នាក់នោះតាំងពីតូចដល់ធំចូលចិត្តលាក់អារម្មណ៍ឥឡូវល្អហើយមានកូនស្រីមកទូមានគេខ្លះលីទៅជៀនទៅប្រកាសរិះសារឲ្យបដូរទៅនឹងកៅអីនៅក្នុងបន្ទប់សៀវភៅរបស់ឈូជាងរានចេញបដូរជាអ្វីទៅព្រះអង្គបដូរជាកៅអីតូចសម្រាប់ក្មេងអង្គុយវិញឲ្យគេអង្គុយមិនស្រួលខ្លួនទើបគេដឹងពីការលំបាករបស់កូនព្រះរាជាធ្វើបែបនេះមិនសឹកប្រុសយើងមានតែសម្រាប់ចិត្តបាញ់ហើយចាប់ទៅគួរឲ្យអស់សំណើចណាស់មែនទេមិនអស់សំណើចទេចៅស្រីរបស់ខ្ញុំពិតជាដឹងចិត្តណាស់ព្រះឲ្យកុំបដូរកៅអីលោកប៉ាអីគាត់អង្គុយទៅនឹងឈីចង្កេះហើយចៅមិនខឹងនឹងគាត់ទេអីលោកប៉ាគ្រាន់តែមិនសូវចេះនិយាយតែគាត់ល្អចំពោះពួកយើងណាស់ល្អហើយព្រះឲ្យកស្ដាប់តាមចៅថ្ងៃក្រោយមិនធ្វើបាបលោកប៉ាចៅទៀតទេព្រះឲ្យកល្អបំផុតព្រះអង្គម្ចាស់រឿងកៅអីដែលព្រះរាជាមានបន្ទូលនោះគឺដោយសារព្រះនាងម្ចាស់ជួយសុំអង្វរទើបព្រះអង្គលើកលែងឲ្យស៊ូឈីងហ៊ាននាងពិតជាបង្កើតបានកូនស្រីល្អម្នាក់ពូកែជាងខ្ញុំឆ្ងាយណាស់ព្រះអង្គម្ចាស់ប្រុសនិយាយមកស្រាវជ្រាវឃើញអ្វីខ្លះហើយមូលហេតុនៃការស្លាប់របស់កញ្ញាស៊ូគឺដោយសារការចាក់បញ្ចូល7ចំណុចលីនវិញ្ញាគឺជាមិត្តភក្តិតាំងពីក្មេងរបស់នាងគាត់បានបាត់ខ្លួនពេលធ្វើដំណើរទៅប្រឡងកាលពី5ឆ្នាំមុនហើយមុននោះគាត់ធ្លាប់បានជួបជាមួយទៅហ្វៃចៅវ៉ាន់បន្ទាប់ទៀតកញ្ញាស៊ូបានចូលមករាជធានីដើម្បីស្វែងរកគាត់មិនយូរប៉ុន្មានក៏ត្រូវគេដេញសម្លាប់រត់គេចខ្លួនទៅព្រំដែនទើបបានជួបនឹងព្រះអង្គម្ចាស់ពេលនោះនាងមានផ្ទៃពោះរួចទៅហើយត្រូវហើយពេលជួបខ្ញុំនាងមានផ្ទៃពោះរួចទៅហើយគ្រាន់តែនាងមិនដឹងឬមិនព្រមនិយាយមានអ្វីទៀតទេឈុនថៅត្រូវបានមនុស្សរបស់តៃសាំងហ៊ូងបញ្ជូនចូលមកក្នុងវាំងនាងដឹងរឿងរ៉ាវកាលពីមុនច្រើនណាស់នាំនាងមកជួបខ្ញុំព្រះអង្គម្ចាស់សូមជួយសងសឹកឲ្យអ្នកនាងរបស់ទូបង្គំផងប្រុសក្រោកឈរឡើងនិយាយចុះប្រាប់រឿងរ៉ាវទាំងអស់ដែលនាងដឹងមកយើងមកអ្នកនាងនិងលោកប្រុសលីនមានការភ្ជាប់ពាក្យនឹងគ្នាតាំងពីក្មេងគាត់បានបាត់ខ្លួនបន្ទាប់ពីចូលមករាជធានីដើម្បីប្រឡងពួកយើងបានចូលមករាជធានីដើម្បីស៊ើបសួរមនុស្សចុងក្រោយដែលបានជួបគាត់គឺទៅហ្វៃចៅវ៉ាន់អ្នកនាងបានទៅហ្វៃនិយាយជាមួយអតីតព្រះរាជិនីអំពីការរៀបចំផែនការក្បត់ជាតិនាងនិយាយថាលីនវិញ្ញាដឹងរឿងច្រើនពេកត្រូវតែស្លាប់ពួកយើងត្រូវបានគេដេញសម្លាប់រហូតដល់ព្រំដែនពេលនោះអ្នកនាងទើបតែដឹងថាខ្លួនឯងមានផ្ទៃពោះរហូតដល់បានជួបនឹងព្រះអង្គម្ចាស់ចំណាំមនុស្សច្រឡំជាច្រើនឆ្នាំមកនេះអ្នកនាងចុងក្រោយក៏មិនទាន់បាននិយាយការពិតប្រាប់ព្រះអង្គដែរមុនពេលស្លាប់អ្នកនាងបានផ្ញើកូនឲ្យទូបង្គំយកមកប្រគល់ជូនព្រះអង្គនាងនិយាយថាមានតែព្រះអង្គទេទើបអាចការពារពួកគេបានលីនហ្វុងប្រុសបាត់ព្រះអង្គម្ចាស់ទៅស៊ើបសួររឿងរ៉ាវទាំងអស់របស់ទៅហ្វៃចៅវ៉ាន់កាលពី5ឆ្នាំមុនស្រាវជ្រាវឲ្យបានច្បាស់លាស់ទាំងអស់ហើយត្រូវការពីឈុនថៅឲ្យបានល្អកុំឲ្យមនុស្សរបស់ទៅហ្វៃចូលទៅចិត្តនាងឲ្យសោះប្រុសបាត់ព្រះអង្គម្ចាស់ស៊ូឈីងហ៊ាននាងស្លាប់ទៅហើយនៅតែជួយនិយាយការពារខ្ញុំទៀតតើខ្ញុំស័ក្តិសមនឹងទទួលបានទេចៅវ៉ាន់បំណុលដែលនាងជំពាក់កាលពីមុនដល់ពេលត្រូវសឹងវិញហើយ
ជួយផងនាងចោលលួចចូលប្រុសឯងជាអ្នកណាយាងចូលមកក្នុងយ៉ាងផងខ្ញុំមិនមែនជាចរទេខ្ញុំជាមនុស្សរបស់ទឺហ្វៃមកដើម្បីផ្ញើរបស់ឲ្យព្រះអង្គម្ចាស់ផ្ញើរបស់អ្វីទៅអំបញ្ញមិញឯងនិយាយនៅខាងក្រោយភ្នំសឹកបនិមិត្តថាត្រូវរកវិធីដេញឈុនថៅចេញខ្ញុំបាននឿទាំងអស់ហើយ ទើហ្វៃបញ្ជាឲ្យអញមកសម្រាប់ឈុនថៅមែនទេ ព្រះអង្គម្ចាស់សូមមេត្តាផងខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះគឺទឺហ្វៃជាអ្នកបញ្ជាឲ្យធ្វើនាំនាងទៅគុំខ្លួនទៅខ្ញុំមិនដឹងអ្វីទាំងអស់អំបញ្ញមិញបងស្រីម្នាក់នោះនិយាយនៅខាងក្រោយភ្នំសឹកបនិមិត្តនៅក្នុងសួនច្បារនោះនៅឆ្ងាយពីទីនេះណាស់ កូនអាចជឿសំឡេងពីចម្ងាយបានមែនទេកូនដឹងតាំងពីដំបូងម្លេះ ស៊ីងអាចជឿសំឡេងពីចម្ងាយតាំងពីតូចមកម្លេះម៉ាក់និយាយថានេះជាដងពីកំណើតមិនអាចប្រាប់អ្នកអតីតផ្ដេសផ្ដាស់ឡើយ ថ្ងៃក្រោយបើមានអ្នកណាចង់ធ្វើបាបកូនត្រូវប្រាប់លោកប៉ាភ្លាមនោះទេស្រីចាស់សោះ ពូហ្វុងនិយាយថាលោកប៉ាថ្ងៃនេះអារម្មណ៍មិនសូវល្អគឺដោយសារនៅក្នុងសាលប្រជុំមានគេនិយាយប៉ះពាល់ដល់រឿងរបស់គាត់មែនទេ ព្រះអង្គម្ចាស់ទូបង្គំដឹងខុសហើយថ្ងៃក្រោយនិយាយគ្នាត្រូវទៅនិយាយនៅកន្លែងដែលឆ្ងាយបន្តិចទៅប្រុសបាទ លោកប៉ាស្រឡាញ់ស៊ីងជាងមែនទេលោកប៉ាអង្អែលក្បាលប្អូនជាច្រើនដងតែមិនដែលអង្អែលក្បាលកូនសោះប៉ុណ្ណេះទើបស្មើគ្នាលោកប៉ាថ្ងៃនេះពួកយើងទៅក្នុងវាំងតើអាចនឹងជួបទឺហ្វៃទេ ឪពុកតើយើងទៅវងថ្ងៃនេះនឹងបានជួបព្រះនាងទេហ្វីទេ ជួបតើ អញ្ចឹងខ្ញុំត្រូវតែសម្ដែងឲ្យបានល្អ នោះជាកូនភ្លោះរបស់អតីតព្រះរាជាមែនទេក្មេងស្រីនោះជាម្ចាស់កត្រីអានហឺឬថាព្រះអង្គសពព្រះតេណាស់មុខមាត់ដូចអតីតព្រះរាជាបេះបិទ អរគុណលោកពូដែលបានសរសើរ មកចិត្តព្រះជីតាមក ព្រះជីតាខ្ញុំនឹកព្រះអង្គណាស់ ជីតាក៏នឹកចៅដែរមកអង្គុយក្បែរជីតាមកព្រះបតានេះមិនសមនឹងច្បាប់យ៉ាងទេច្បាប់អីទៅពាក្យយើងជាច្បាប់ហើយណកសំពះទៅរួចអង្គុយចុះសួនឪកុំរករឿងអីថ្ងៃនេះមនុស្សច្រើនណាស់កុំឲ្យគេសើចចំអក ខ្ញុំមិនបានរករឿងទេគ្រាន់តែមើលពួកគេមិនជោគភ្នែកទ្រាំសិនទៅចាំចប់ពិធីជប់លៀងបងនឹងជួយឯងចេញមុខព្រះរាជាខ្ញុំម្ចាស់ឬថាម្ចាស់កត្រីអានហឺឆ្លាតវៃតាំងពីក្មេងមិនដឹងអាចឲ្យយើងបើកភ្នែកមើលបានទេណកព្រះនាងទេហ្វីចង់ឲ្យចៅសំដែងតើចៅព្រមទេ ព្រះជីតាខ្ញុំមិនចេះសម្ដែងទេតែខ្ញុំអាចសូត្រកំណាព្យឲ្យបាន អញ្ចឹងសូត្រមួយបទទៅព្រះនាងទេហ្វីគង់លើទីខ្ពស់ចិត្តគំនិតខូខើដូចពស់វែកធ្វើបាបគេចុងក្រោយធ្វើបាបខ្លួនឯងបុណ្យបាបតែងតែមានកម្មពៀកំណាព្យឲ្យនេះនរណាជាអ្នកបង្រៀនចៅ គ្មានអ្នកបង្រៀនទេខ្ញុំតែងខ្លួនឯងតើ ម្ចាស់កត្រីពិតជាក្មេងខ្ចីនិយាយឥតលាក់លៀមមែនព្រះនាងទេហ្វីមិនខឹងគឺល្អហើយខ្ញុំបារម្ភខ្លាចទ្រង់មិនសពព្រះតីខ្ញុំម្ចាស់ចូលចិត្តណាស់ល្អណាស់ចៅស្រីយើងពិតជាមានទេពកោសល្យមែនប្រគល់រង្វាន់ធំ កាលពីតូចឪពុកក៏ធ្លាប់បីបាច់ឯងដែរទុកកូននៅទីនេះចុះឯងត្រឡប់ទៅវិញទៅក្នុងវាំងមិនដូចក្នុងភូមិគឺទេត្រូវប្រយ័ត្នប្រយែងបើមានរឿងអីទៅរកព្រះជីតាទៅឪពុកកុំបារម្ភអីខ្ញុំនឹងមើលថែប្អូនឲ្យបានល្អ ឪពុកមិនដាច់ចិត្តពីពួកយើងទេមិនក៏បងដឹង ពេលគាត់ដើរចេញទៅគាត់បានងាកមកមើលពួកយើង3ដង បងស្រីសង្កេតមកចត់ណាស់ ពិតណាស់ស្គាល់គេស្គាល់យើងច្បាំង100ដងឈ្នះ100ដង ព្រះជីតាខ្ញុំចង់លេងជាមួយប្អូន ល្អពួកជើលេងជាមួយគ្នាទៅជីតានៅចាំមើលពីចំហៀងប្អូនប្រុសសក់របស់ឯងទុនណាស់ឯងគេចធ្វើអីខ្ញុំជាបងប្រុសឯងណាគេមិនមែនគេទេគ្រាន់តែមិនចូលចិត្តឲ្យអ្នកដទៃប៉ះពាល់ ឯងគិតថាឯងជាអ្នកណាគ្រាន់តែជាក្មេងស្រីមកពីជនបទហ៊ានមកមាត់ជាមួយខ្ញុំផង ខ្ញុំជាម្ចាស់កត្រីអានហឺដែលព្រះរាជាតែងតាំងផ្ទាល់ឯងឲ្យខ្ញុំថាក្មេងស្រីជនបទតើចង់មានន័យថាព្រះរាជាភ្នែកស្រអាប់មែនទេ សួនឪមកនេះ ព្រះជីតាណកជាប្អូនស្រីឯងត្រូវតែចេះយកយល់នាងបាក់ខ្ញុំដឹងហើយណកឯងធ្វើឲ្យខ្ញុំខ្មាស់គេនៅចំពោះមុខព្រះជីតាថ្ងៃនេះត្រូវតែគិតបញ្ជីគ្នាឯងចង់ធ្វើអី ខ្ញុំចង់ឲ្យឯងដឹងថានៅក្នុងវាំងនេះនរណាជាអ្នកធំ ជួយផងព្រះរាជបុត្រចង់សម្លាប់ខ្ញុំនិងប្អូនប្រុសហើយ ឯងកុំស្រែកខ្ញុំមិនបានចង់សម្លាប់ឯងទេ គេនាំគ្នាឡោមព័ទ្ធពួកយើងថែមទាំងចង់ធ្វើបាបពួកយើងទៀតព្រះជីតាជួយផង ខ្ញុំអត់និយាយឯងកុំនិយាយទេណា ព្រះរាជបុត្រតាទ្រង់កំពុងធ្វើអីហ្នឹង
ខ្ញុំគ្រាន់តែចង់លេងជាមួយពួកគេតើលេងត្រូវប្រើខ្សែតង់ផងមែនទេព្រះជីតាមានបន្ទូលថាចង់ការពារពួកយើងតែព្រះរាជបុត្រចង់សម្លាប់ពួកយើងទៅវិញ Chu Xiên លើកជង្គង់ចុះ ព្រះជីតាខ្ញុំពិតជាគ្រាន់តែចង់លេងជាមួយពួកគេមែនលេងឯងយកខ្សែមកលេងអីលេងចង់មនុស្សមែនទេឯងចង់ចង់ប្អូនឯងមែនទេព្រះរាជបុត្រជូសៀនធ្វើបាបប្អូនគ្មានគុណធម៌ចាប់ពីថ្ងៃនេះទៅត្រូវឃុំខ្លួនក្នុងដំណាក់ខាងកើត3ខែហាមចេញក្រៅព្រះរាជាសួនឪនៅក្មេងមិនទាន់ដឹងក្តីទេ 8 ឆ្នាំហើយមិនទូចទៀតទេ កូនល្អដែលឯងប្រដៅមកសំបីតែចៅទូតយើងក៏ហ៊ានធ្វើបាបដែរតែឯងធ្វើជាម្ដាយគេយ៉ាងម៉េចហ្នឹងបងស្រីហត់ហើយញ៉ាំផ្លែឈើខ្លះទៅបងស្រីហត់ហើយញ៉ាំផ្លែឈើខ្លះទៅ បងប្រុសនេះសម្រាប់បងជួយប្រាប់ព្រះជីតាផងថាខ្ញុំស្ដាប់បងគាត់ណាស់ ម្ចាស់កត្រីថ្ងៃក្រោយចង់ញ៉ាំអីគ្រាន់តែប្រាប់ខ្ញុំមក អរគុណលោកពូខ្ញុំចង់ញ៉ាំនំផ្កាឈូកតើបានទេ ទុកលើខ្ញុំចុះធានាថានឹងធ្វើនំផ្កាឈូកដែលឆ្ងាញ់បំផុតជូន សួស្ដីអ្នកទាំងអស់គ្នា ថ្វាយបង្គំម្ចាស់ស្ត្រីអានហឺលោកម្ចាស់កត្រីកំពុងតែបង្កើតបណ្ដាញព័ត៌មានមែនទេនាងទើបតែអាយុ5ឆ្នាំសោះអាយុ5ឆ្នាំទៀតធ្វើបែបនេះទៅហើយខ្ញុំឡើងមិនដឹងជាយ៉ាងណាទេពិតមកទៅហេតុអ្វីកូនយករបស់ញ៉ាំទៅចែកឲ្យអ្នកទាំងនោះ ព្រោះខ្ញុំចង់ដឹងថាព្រះនាងទេហ្វេធ្វើអ្វីខ្លះរាល់ថ្ងៃនឹងណាឪពុកកុំមើលស្រាលស្រីបំរើទាំងនោះអីទោះបីពួកគេមានឋានៈទាបតែពួកគេដឹងរឿងច្រើនជាងគេខ្ញុំល្អដាក់ពួកគេនឹងជួយខ្ញុំ មិនក៏កូនដឹងរឿងទាំងនេះ អ្នកម្ដាយបង្រៀនតើគាត់ថារបស់ដែលខ្លាំងបំផុតលើលោកមិនមែនជាដាវទេគឺចិត្តមនុស្សបើឈ្នះចិត្តមនុស្សគឺឈ្នះលោកទាំងមូលហើយ ប្រយ័ត្នខ្លួនផងកុំឲ្យខ្លួនឯងធ្លាក់ក្នុងគ្រោះថ្នាក់ឲ្យសោះ ឪពុកកុំបារម្ភអីខ្ញុំដឹងច្បាស់ណាស់ នេះជាត្បូងរបស់លោកម្ចាស់លីនតា លោកតាសុនស្គាល់លោកលីនវិនយេដែរមែនទេ 小心点儿，别把自己搭进去。爹爹，你放心，我有分寸。这是林大人的玉佩。林大人的玉佩。 លោកតាសុនស្គាល់លីនវិនយេទេ សៀនជូគុំនិយាយផ្ដេសផ្ដាសលោកលីនត្រូវគេធ្វើបាប លោកតាប្រាប់ខ្ញុំមកថាមានរឿងអ្វីកើតឡើង 5 ឆ្នាំមុនលោកលីនប្រឡងជាប់ថ្នាក់ខ្ពស់តែគាត់មិនព្រមរៀបការជាមួយក្មួយស្រីមហេសីទេទើបនាងគុំគួនហើយក្រោយមកទៀតលោកលីនដឹងរឿងសម្ងាត់របស់នាងនឹងចៅហ្វាយស្រុកចៅមិនទាន់បានប្តឹងផងក៏ត្រូវគេចាប់ខ្លួនបាត់ថ្ងៃបន្ទាប់គេឃើញសពគាត់នៅមាត់ទន្លេគេថាគាត់លង់ទឹកតែគ្រប់គ្នាដឹងថាជាការសម្លាប់ ចុះម្ដាយខ្ញុំវិញ ម្ដាយចៅមកតាមរកលោកលីនក៏ដឹងរឿងនេះដែរមហេសីបញ្ជាឲ្យគេដេញតាមសម្លាប់គាត់រឿងបន្ទាប់ពីនោះចៅក៏ដឹងហើយ លោកតាអរគុណណាស់គុំប្រាប់រឿងនេះដល់អ្នកណាឲ្យសោះ សៀនជូគុំបារម្ភអីខ្ញុំដឹងថាត្រូវធ្វើម៉េចហើយបងស្រីហេតុអ្វីបានជាបងយំ សិនបងត្រូវតែរកយុទ្ធធរឲ្យម៉ែ បាទបងឲ្យខ្ញុំធ្វើអ្វីខ្ញុំនឹងធ្វើតាមទាំងអស់យប់ហើយហេតុអ្វីមិនទាន់គេងទៀត លោកពុកខ្ញុំមានរឿងចង់និយាយជាមួយលោកពុក នេះជាត្បូងដែលលោកពូលីនឲ្យម្ដាយខ្ញុំបានដឹងរឿងរ៉ាវកាលពីឆ្នាំនោះហើយ តើកូនប្រកាសចិត្តទេ លោកតាសុននៅទីនោះ40ឆ្នាំហើយមិនកុហកទេតើផុសតាងទាំងនេះអាចរន្ទាទោសមហេសីបានទេ មិនទាន់គ្រប់គ្រាន់ទេនៅខ្វះសាក្សីសំខាន់ម្នាក់ទៀតអ្នកដឹងរឿងកាលនោះបើមិនស្លាប់ក៏លាក់ខ្លួនដែរ ឈុនថៅដឹងច្រើនតែគាត់មិនបានឃើញផ្ទាល់ភ្នែកទេ ដូច្នេះហើយទើបត្រូវស្វែងរកបន្ថែមទៀត លោកពុកកូនមានវិធីមួយ វិធីអ្វីអាចសាកល្បងបានតែហាមគ្រោះថ្នាក់ លោកពុកកុំបារម្ភកូនដឹងខ្លួនហើយ ការពាររាជបុត្រការពារអ្នកដទៃ លោកពុកសិនត្រូវគេចាប់ខ្លួនទៅហើយ ឈឺទេកូន លោកពុកស្ដាប់ខ្ញុំសិនត្រូវបានគេចាប់ខ្លួនទៅ ខ្ញុំឃើញគេធ្វើសញ្ញាសម្គាល់នៅលើដើមឈើ នោះជាសញ្ញាសម្ងាត់ដែលពួកយើងធ្លាប់លេងកាលពីក្មេង គេដើរទៅណានឹងបន្សល់ទុកសញ្ញានៅទីនោះ លោកពុកឥឡូវនេះត្រូវធ្វើរឿងពីរយ៉ាង និយាយមកកូន ទី1បិទច្រកទ្វារក្រុងកុំឲ្យគេនាំសិនចេញទៅរួច ទី2ឲ្យគេតាមដានសញ្ញាដែលសិនបន្សល់ទុក លីនហ្វាងបញ្ជាភ្លាមបិទច្រកទ្វារក្រុងទាំងអស់បាទចុះលោកម្ចាស់វិញ ខ្ញុំនឹងទៅជួយសិនជាមួយលោកពុក មិនបានទេទីនោះគ្រោះថ្នាក់ណាស់ ទេខ្ញុំត្រូវតែទៅសិនជាប្អូនខ្ញុំត្រូវតែទៅជួយ ល្អតែត្រូវនៅក្បែរពុកហាមដើរផ្ដេសផ្ដាស ចាសសោះលោកពុកមើលចុះមានខ្សែក្រហមនៅលើមេឃឈើ
លោកពុកមើលចុះមានសញ្ញាព្រួយនៅលើថ្មលោកពុកមើលចុះមានស្នាមឆ្កូតនៅលើជញ្ជាំង ចាប់ខ្លួនបានហើយប្រញាប់ទៅរីការជូនមហេសី ក្មេងនេះមិនស្រែកទេបើស្រែកក៏គ្មានអ្នកណាដែរតែត្រូវប្រយ័ត្នម្នាក់នោះមិនងាយស្រួលដោះស្រាយទេខ្លាចអីមានមហេសីនៅពីក្រោយខ្នងយើងហើយ លោកពុកខ្ញុំមានសំឡេងបេះដូងសិនហើយគេនៅខាងក្នុងគឺនៅក្នុងបន្ទប់ខាងក្រោយគេបង្អស់ ពុកនឹងចូលទៅជួយកូនរងចាំនៅទីនេះកុំទៅណាឲ្យសោះ ទេខ្ញុំចង់ចូលទៅជាមួយដែរឃើញខ្ញុំគេនឹងមិនខ្លាចឡើយសិនកុំខ្លាចអីបងស្រីមកជួយហើយ បងស្រីលោកពុក លោកពុកប្រយ័ត្ន ធ្វើបានល្អណាស់កូន ពិតជាអញ្ចឹងមែនហើយ ត្រឡប់ទៅវិញទៅ សិនឯងធ្វើឲ្យបងបារម្ភសឹងស្លាប់ហើយ បងស្រីកុំយំអីខ្ញុំមិនអីទេលោកពុកនឹងបងមកជួយខ្ញុំហើយ ទៅថ្ងៃមុខបងមិនទុកឯងនៅម្នាក់ឯងទៀតទេ លោកម្ចាស់នេះជាភស្តុតាងរឿងគ្រួសារចៅ តែវានៅមិនទាន់គ្រប់គ្រាន់ទេគេអាចនឹងបដិសេធបានចុះយើងត្រូវធ្វើដូចម្ដេចទៅស៊ើបអង្កេតរឿងដែលគ្រួសារចៅបានធ្វើកន្លងមកកុំឲ្យរំលងសំបីតែរឿងបន្តិចបន្តួចហើយមើលថែសាក់សីឲ្យបានល្អធានាសុវត្ថិភាពរបស់គេទៅក្នុងវាំងស៊ើបសួរស្រីបម្រើដែលធ្លាប់នៅជាមួយម្ដាយនាងពួកគេប្រហែលជាដឹងរឿងរ៉ាវខ្លះលោកម្ចាស់ដឹងរឿងនេះដែរឬកូនគិតថាពុកនៅក្នុងវាំងរាល់ថ្ងៃនេះគឺឥតប្រយោជន៍មែនទេកូនយល់ហើយលោកពុកខ្ញុំមានរឿងចង់ប្រាប់លោកពុក និយាយមកកូន ពេលជួយសិនលោកពុកចូលទៅមុនគេខ្ញុំរំភើបណាស់ នេះជាអ្វីដែលពុកត្រូវធ្វើហើយ តែលោកពុកក៏អាចជ្រើសរើសមិនប្រថុយបានដែរតែលោកពុកនៅតែធ្វើ លោកពុកពិតជាល្អណាស់ចុះម្ដាយកូនជាមនុស្សបែបណាដែរ ម៉ែជាមនុស្សទន់ភ្លន់ឆ្លាតនិងក្លាហានណាស់ គាត់ចិញ្ចឹមពួកយើងទាំងពីរឆ្លងកាត់ការលំបាកជាច្រើនគាត់តែងតែលួចយំពេលពួកយើងគេងលក់តើគាត់ធ្លាប់និយាយពីពុកទេ ធ្លាប់គាត់ថាពុកជាមនុស្សល្អឲ្យពួកយើងមកតាមរកពុក ពុកនឹងសងសឹកជូនម្ដាយកូនឲ្យបាន ខ្ញុំដឹងហើយទើបខ្ញុំមកតាមរកលោកពុក លោកម្ចាស់ស៊ើបដឹងហើយកាលពី5ឆ្នាំមុនមហេសីពិតជាបានធ្វើមែន ព្រះអង្គពុស្តាងនៅទីនេះហើយទីមួយអតីតមហេសីមិនមែនសុខដោយជំងឺទេគឺត្រូវគេបំពោលនេះជាកំណត់ត្រារបស់គ្រូពេទ្យសុនដែលបានកត់ត្រាយ៉ាងច្បាស់ពីពេលដែលព្រះនាងទេហ្វៃឲ្យគេយកថ្នាំនិងបំពោលទីពីរក្រោយពេលលីនវិញ្ញេប្រឡងជាប់ព្រះនាងទេហ្វៃចង់ឲ្យមួយស្រីរៀបការជាមួយគាត់តែត្រូវលីនវិញ្ញេឌីសែកពេលគាត់ដឹងការពិតពីរឿងឃាតកម្មលើអតីតមហេសីព្រះនាងក៏សម្លាប់គាត់បំបិទមាត់ហើយធ្វើពុតជាគាត់លងទឹកស្លាប់ទី3ស៊ូជីងហ៊ឺជូវាំងស្វែងរកលីនវិញ្ញេក៏ដឹងរឿងសម្ងាត់របស់ព្រះនាងទេហ្វៃទើបត្រូវគេដេញសម្លាប់រហូតរត់ទៅព្រំដែនទី4ព្រះនាងទេហ្វៃនិងសេនាបតីចៅខ្វានខົບខិតគ្នាកឹបកេងប្រាក់នេះជាសម្បត្តិសម្ងាត់និងបញ្ជីកណេឲ្យរបស់ពួកគេទី5លើកនេះព្រះនាងទេហ្វៃចង់ប្រើរឿងនេះគំរាមកំហែងបង្ខំឲ្យទូបង្គំប្រគល់អំណាចបញ្ជាតបភស្តុតាងទាំងនេះគ្រប់គ្រាន់ទេគ្រប់គ្រាន់ហើយគ្រប់ចំណុចសុទ្ធតែមានភស្តុតាងនិងសាក្សីព្រះនាងទេហ្វៃប្រកែកមិនរួចឡើយព្រះអង្គព្រះនាងទេហ្វៃជាស្នំឯកចំណែកគ្រួសារចៅជាអ្នកមានអំណាចតើព្រះអង្គប្រកាសជាចង់ចាត់ការនៅពេលនេះមែនទេនាងហ៊ានប៉ះពាល់ដល់កូនរបស់បងលោកប៉ាឈុនថៅបានរំងាស់ស៊ុបមាន់ឲ្យកូនយកមកជូនលោកប៉ាមួយចាន កូនបានញ៉ាំខ្លះនៅ ញ៉ាំហើយស៊ីនក៏ញ៉ាំអស់2ចានដែរលោកប៉ាឆ្លាតមែនកូនចង់សួរថាព្រឹកស្អែកលោកប៉ានឹងលាតត្រដាងព្រះនាងទេហ្វៃមែនទេ ហេតុអ្វីកូនដឹង ព្រោះកូនឃើញពូលីនហ្វុងយកឯកសារជាច្រើនចូលមកទឹកមុខគាត់មើលទៅរំភើបណាស់ រឿងដែលធ្វើឲ្យពូលីនហ្វុងរំភើបច្បាស់ជាតាក់ទងនឹងព្រះនាងទេហ្វៃហើយកូនមិនអាចធ្វើជាមិនដឹងរឿងនេះទេអី មិនបានទេព្រោះកូនក៏ចង់ទៅដែរ មិនបានទេទីនោះមិនមែនជាកន្លែងសម្រាប់ក្មេងលេងឡើយ ប៉ុន្តែលោកប៉ារឿងនេះតាក់ទងនឹងអ្នកម៉ាក់កូនចង់ឃើញព្រះនាងទេហ្វៃត្រូវទទួលទោសដោយផ្ទាល់ភ្នែក ពេលអ្នកម៉ាក់ស្លាប់កូនមិនបាននៅក្បែរគាត់ទេឥឡូវកូនចង់ឲ្យមនុស្សអាក្រក់ត្រូវទទួលទោសជំនួសគាត់ទៅក៏បានតែត្រូវឈរក្បែរបងហាមដើរផ្ដេសផ្ដាស លោកប៉ាល្អបំផុត ទូបង្គំមានរឿងត្រូវទូលថ្វាយ អនុញ្ញាតទូបង្គំសូមចោទប្រកាន់ព្រះនាងទេហ្វៃចៅវ៉ាន់ពីបទឧក្រិដ្ឋធំទាំង5ទី1កាលពី5ឆ្នាំមុនព្រះនាងទេហ្វៃបានបំពុលអតីតមហេសីរហូតដល់សុគតទី2ព្រះនាងទេហ្វៃបានសម្លាប់លីនវិញ្ញេដើម្បីបំបិទមាត់ហើយធ្វើពុតជាគាត់លងទឹកស្លាប់ទី3ព្រះនាងទេហ្វៃបានដេញសម្លាប់ស៊ូឈីងយូរហូតដល់នាងត្រូវរត់ភៀសខ្លួនទៅព្រំដែនទី4ព្រះនាងទេហ្វៃខົບខិតជាមួយសេនាបតីចៅកឹបកេងប្រាក់ជាតិទី5ប៉ុន្មានថ្ងៃមុននេះព្រះនាងទេហ្វៃបានប្រាប់កូនប្រុសទូបង្គំដើម្បីគំរាមកំហែងយកអំណាចបញ្ជាតបបទឧក្រិដ្ឋទាំង5នេះសុទ្ធតែមានភស្តុតាងនិងសាក្សីច្បាស់លាស់សូមព្រះអង្គកាត់សេចក្តីព្រះអង្គខ្ញុំម្ចាស់ត្រូវគេបង្កាច់បង្ខូចទាំងនេះសុទ្ធតែជាការរៀបចំរបស់សៀនវ៉ាង បង្កាច់បង្ខូចអីភូតាងនិងសាក់សីនៅទីនេះទាំងអស់តើនាងចង់ប្រកែកដល់ពេលណា របស់ទាំងនេះនរណាដឹងថាឯងខ្លាញ់បន្លំឬអត់
anh chỉ xin vang miên អំណាចតបចង់ខ្លាញ់បន្លំសម្បត្តិនិងបញ្ជីកណេឲ្យងាយដូចបកជ័យ នាងចង់បានសាក់សីមែនទេល្អបងនឹងឲ្យនាងជួប ព្រះអង្គទូបង្គំមានទោស5ឆ្នាំមុនព្រះនាងទេហ្វៃពិតជាបានបង្ខំទូបង្គំឲ្យបំពល់អតិដំហេសេមែនថ្ងៃនេះទូបង្គំសូមនិយាយការពិតឯងនិយាយមួយបង្កាច់យើងទៅបង្ខំអញពីកាលណា ព្រះអង្គខ្ញុំម្ចាស់ជាអ្នកបម្រើផ្ទាល់របស់ស៊ូជីងហ៊ឺខ្ញុំម្ចាស់បានឃើញមនុស្សរបស់ព្រះនាងទេហ្វៃដេញសម្រាប់អ្នកនាងពិតមែនសូមព្រះអង្គគោរពយុត្តិធម៌ឲ្យអ្នកនាងផងចៅវ៉ាន់នាងនៅមានអ្វីត្រូវនិយាយទៀតទេ ព្រះអង្គខ្ញុំម្ចាស់បម្រើព្រះអង្គជាច្រើនឆ្នាំទាំងនេះសុទ្ធតែជាការរៀបចំរបស់សៀនវាងគេចង់ដណ្ដើមរាជបល្ល័ង្កទើបបង្កាច់បង្ខូចខ្ញុំម្ចាស់ រៀបចំអីភូតាននិងសាក់សីនៅទីនេះទាំងអស់នាងគិតថាបងជាមនុស្សរងមែនទេ នរណានៅខាងក្រៅទូបង្គំនៅទីនេះព្រះនាងទេហ្វៃចៅវ៉ាន់ប្រព្រឹត្តទោសធ្ងន់ធ្ងរដកហូតឋានៈបញ្ជូនទៅឃុំក្នុងវាំងត្រជាអស់មួយជីវិតចៅខ្វាន់ត្រូវដកហូតតំណែងនិងឃុំខ្លួនក្នុងគុកកង្ងឹតរងចាំការកាត់ទោសឯកូនប្រុសរបស់នាងត្រូវដកហូតឋានៈជាព្រះអង្គម្ចាស់និងក្លាយជាអ្នកបម្រើធម្មតានាំខ្លួនទៅគឺឯងទាំងអស់ ព្រះនាងទេហ្វៃបានធ្វើបាបអ្នកម៉ាក់ខ្ញុំហើយថែមទាំងចង់ធ្វើបាបខ្ញុំនិងប្អូនប្រុសទៀតឥឡូវទ្រង់សម្មុខហើយឯងចាំមើលទៅយើងមិនលើកលែងឲ្យឯងឡើយប៉ុន្តែទ្រង់នៅក្នុងវាំងត្រជាទៅហើយមិនអាចចេញរួចផងតើធ្វើបាបខ្ញុំយ៉ាងម៉េចទៅលោកប៉ាតើអ្នកម៉ាក់នឹងសប្បាយចិត្តទេប្រកាសជាសប្បាយចិត្តហើយ លោកប៉ាកូននឹកអ្នកម៉ាក់ណាស់ លោកប៉ានៅទីនេះ លោកប៉ាតើព្រះជីតាមានព្រះកាយពោមិនសូវស្រួលខ្លួនមែនទេ កូនឬពួកបងស្រីបំរើនិយាយគ្នាថាជំងឺចាស់របស់គាត់រើឡើងវិញចុះបើគាត់លែងនៅជាមួយយើងទៅ កុំនិយាយផ្ដេសផ្ដាស លោកប៉ាតើលោកប៉ានឹងធ្វើជាព្រះរាជាទេ មិនធ្វើទេ តែព្រះជីតាមានបន្ទូលថាលោកប៉ាសំស្រស់បំផុត បើលោកប៉ាធ្វើជាព្រះរាជាគ្មាននរណាហ៊ានធ្វើបាបកូននឹងស៊ីនឡើយ យើងមានជំងឺច្រើនពិបាកនឹងគ្រប់គ្រងរាជទើបទេរាជសម្បត្តិទៅឲ្យសៀនវាងព្រះរាជាទ្រង់ព្រះប្រាជ្ញាញាណខ្ពង់ខ្ពស់ លោកប៉ាថ្ងៃនេះលោកប៉ាសង្ហាណាស់កុំនិយាយអី ព្រះរាជាថ្មីឡើងគ្រងរាជសូមទ្រង់ព្រះចម្រើនព្រះជន្មវសាយឺនយូរ សូមទ្រង់ព្រះចម្រើនព្រះជន្មវសាយឺនយូរលោកប៉ាកូននឹកអ្នកម៉ាក់ណាស់លោកប៉ាក៏នឹកដែរ អ្នកម៉ាក់នៅលើមេឃប្រកាសជាមើលឃើញពួកយើង គាត់ច្បាស់ជាសប្បាយចិត្តណាស់ពួកយើងពូកែណាស់មែនទេបាទពូកែណាស់ លោកប៉ាតើអ្នកម៉ាក់មានសម្រស់ស្អាតទេ អ្នកម៉ាក់របស់កូនស្អាតខ្លាំងណាស់ ចាស់សក់អ្នកម៉ាក់ជាមនុស្សដែលស្អាតជាងគេលើលោក អ្នកម៉ាក់ស្អាតបំផុត លោកប៉ាបើអ្នកម៉ាក់នៅរស់តើគាត់នឹងធ្វើអ្វីខ្លះគាត់នឹងលេងជាមួយកូននិទានរឿងឲ្យស្ដាប់និងធ្វើម្ហូបដែលកូនចូលចិត្តអីចឹងគាត់ច្បាស់ជារវល់ខ្លាំងហើយព្រោះកូននឹងស៊ីននៅពេលណា បាទរវល់ណាស់ លោកប៉ានឹងរៀបការជាមួយមហេសីថ្មីទៀតទេ មិនរៀបការទេ ហេតុអ្វីទៅព្រះជីតាមានបន្ទូលថាព្រះរាជាត្រូវតែមានមហេសី ព្រោះក្នុងចិត្តលោកប៉ាមានតែអ្នកម៉ាក់របស់កូនម្នាក់គត់ លោកប៉ាល្អណាស់លោកប៉ាល្អបំផុត លោកប៉ាថ្ងៃក្រោយកូនចង់រៀបការជាមួយមនុស្សល្អដូចលោកប៉ាដែរ កូននៅក្មេងណាស់គិតរឿងនេះលឿនពេកហើយមិនលឿនទេអ្នកម៉ាក់ប្រាប់ថាមនុស្សល្អត្រូវតែមើលថែតាំងពីតូច 我以后也要像娘亲一样，嫁给一个好人。你还小，想这些太早了。不早啦，娘亲